កំពង់ធំឆ្នាំនេះលែងទៅហួសមកហួសដូចមុនទៀតហើយកំពង់ធំឆ្នាំនេះប្រែកាយคล้ายទៅជាតំបន់ទេសចរមួយដែលកំពុងតែអភិវឌ្ឍបាទលេខ1ដែលកំពុងតែមានការរៀបចំតុបតែងក្នុងសង្ក្រាន្តចូលឆ្នាំខ្មែរខាងមុខនេះស្រស់ស្អាតមែនទែនបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលឆ្លងកាត់កំពង់ធំកុំភ្លេចចូលលេងកំពង់ធំផងបាទកំពង់ធំគឺមានការរៀបចំទទួលស្វាគមន៍បងប្អូនទាំងអស់ដែលឆ្លងកាត់កំពង់ធំទាំងក្នុងនិងក្រៅជាតិបាទទេសចរឆ្នាំនេះគឺស្រស់ស្អាតមែនទែនហើយសង្ក្រាន្តចូលឆ្នាំខ្មែរនេះកំពង់ធំដឹងតែក៏ក្រើកតែម្ដងបាទគឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបាទតុបតែងលំអងតាមមាត់ស្ទឹងនិយាយទៅគឺសង្ក្រាន្តឆ្នាំនេះកំពង់ធំដឹងតែផ្អើលតែម្ដងបងប្អូនកំពង់ធំលេចជារូបរាងបណ្ដើហើយតាក់ទាញភ្ញៀវទេសចរហើយសម្បូរកន្លែងម្ហូបអាហារសម្បូរកន្លែងថតរូបអនុស្សាវរីយ៍ក្នុងសង្ក្រាន្តចូលឆ្នាំខ្មែរខាងមុខជាទៀតបងប្អូនកុំភ្លេចចូលលេងកំពង់ធំឥឡូវគឺប្រែកាយហើយកំពង់ធំស្រស់ស្អាតមែនទែនបងប្អូនណាបាទនេះខ្ញុំថតវីដេអូពេលយប់រាត្រីបាទពេលយប់រាត្រីគឺភ្លើងពណ៌គឺស្អាតមែនទែនត្រៀមស្ទូលទទួលបងប្អូនទាំងអស់ដែលឆ្លងកាត់កំពង់ធំបាទហើយនេះនៅលើស្ពានសង្សានបាទស្ពានសង្សានគឺមានការរៀបចំតុបតែងឲ្យសំខាន់ហ្នឹងនៅតាមមាត់សួននៅចិត្តឆ្នេរខ្សាច់ឯនោះគឺមានការរៀបចំតុបតែងហើយនៅលើស្ពានគឺយើងមានរូបសំណាកបាទពស់ដ៏ធំមួយបាទពស់នេះគឺធំមែនទែនបាទតំណាងឲ្យខេត្តកំពង់ធំបាទហើយស្រស់ស្អាតមែនទែនបងប្អូនអញ្ចឹងឆ្លងកាត់កំពង់ធំកុំភ្លេចចូលលេងផងកំពង់ធំឆ្នាំនេះអភិវឌ្ឍច្រើនមែនទែនបាទអភិវឌ្ឍគឺនិយាយទៅបងប្អូនដឹងតែចូលដឹងតែជាប់ចិត្តឡើងចង់ចាញ់វិញព្រោះកំពង់ធំមានកន្លែងថតរូបស្អាតជាច្រើនមានកន្លែងហូបអាហារជាច្រើនបាទអញ្ចឹងបងប្អូននេះគឺជាទស្សនវិជ្ជាជាក់ស្ដែងបាទថ្ងៃធម្មតាបងប្អូនបាទច្រើនប៉ុណ្ណឹងចុះទម្រាំសង្ក្រាន្តចូលឆ្នាំខ្មែរយើងខាងមុខនេះបងប្អូនច្រើនប៉ុណ្ណាបាទសបោមានកន្លែងម្ហូបអាហារជាច្រើនបាទបងប្អូនចង់ញ៉ាំអីញ៉ាំហ្នឹងទៅបាទសបោសបាយមែនតើបាទនេះបាទនេះថ្ងៃខ្ញុំថតធម្មតាបងប្អូនថ្ងៃថតធម្មតាគឺបងប្អូនច្រើនប៉ុណ្ណឹងណាបងប្អូនមើលជាក់ស្ដែងទៅចុះបាទនិយាយពីថាបងប្អូនច្រើនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលឆ្លងកាត់កំពង់ធំបាទមកពីផ្ទះវិហារព្រៃបាទព្រះវិហារក្តីបាទភ្នំពេញក្តីចូលនៅក្នុងក្រុងមកចូលមកស្ទឹងសែនមកដឹងទៅសុបាយតែម្ដងបាទឆ្នាំនេះគឺអភិបាលខេត្តគាត់មានការរៀបចំបាទហេដ្ឋារចនាសម្ព័ន្ធបាទនិយាយទៅគឺធានាមកជាប់ចិត្តភ្ញៀវទេសចរទាំងអស់ចូលមកហើយគឺដឹងតែសុបាយតែម្ដងបាទអ្នកកំពង់ធំស្វាគមន៍ភ្ញៀវទេសចរទាំងអស់តែម្ដងបាទមានកន្លែងថតរូបស្អាតជាច្រើនបាទតាមស្រុកនីមួយបាទនិយាយទៅគឺខ្ញុំដើរថតនេះថ្ងៃធម្មតាបងប្អូនឡើងជន់ជើងគ្នាពេញហ្នឹងបាទនិយាយទៅទីធ្លាស្រឡះបាទកន្លែងទលាយបាទហើយនេះដើមឈើអាយុកាល100ឆ្នាំហើយបងប្អូនចង់ចាក់សោបេះដូងបាទមានគូស្នេហ៍អីចង់ចាក់សោអីក៏បានដែរនេះនិយាយទៅគឺច្រើនមែនតើបងប្អូនច្រើនកោះកតែម្ដងអញ្ចឹងកំពង់ធំសូមស្វាគមន៍ភ្ញៀវទេសចរទាំងអស់ទាំងក្នុងនិងក្រៅជាតិបាទកុំភ្លេចមកចូលលេងផងអ្នកកំពង់ធំស្វាគមន៍ជានិច្ចអូយបាទស្រស់ស្អាតណាបងប្អូនបាទអញ្ចឹងឆ្នាំនេះអត់ដឹងថាទៅលេងនៅណាមកលេងកំពង់ធំមកដឹងតែសប្បាយតែម្ដងហើយនេះគឺជាផ្សាររាត្រីមានកន្លែងម្ហូបអាហារហូបឆ្ងាញ់ជាច្រើនតែម្ដងបងប្អូនបាទឃើញទេបាទថ្ងៃធម្មតាប៉ុណ្ណឹងអូខេវីដេអូនេះមានតែប៉ុណ្ណឹងបាទគាត់តែថតវីដេអូច្បិចលេងជូនបងប្អូនមើលព្រោះថាកំពង់ធំឥឡូវប្រែកាយហើយ